បងម៉ៃថាខ្ញុំខានធ្វើបបរគ្រឿងឲ្យគាត់ញ៉ាំយូរហើយថ្ងៃមុនក៏មានបងប្អូនខមមិនថាដែលឃើញខ្ញុំធ្វើបបរជើងជ្រូកសោះអញ្ចឹងហើយថ្ងៃនេះទិញបានជើងជ្រូកល្អមែនតើបងប្អូនប៉ុន្តែជើងគេនៅនេះគឺមានតែអញ្ចឹងឯងរបៀបដូចកពួនជើងអត់មានជើងដូចនៅខ្មែរទេគេកាត់ហើយកង់អញ្ចឹងណាបងប្អូនហើយពួកខ្ញុំទៅ2នាក់អញ្ចឹងប៉ុណ្ណឹងគឺគ្រប់ហើយខ្ញុំយកវាមកកាត់រៀងដុំតិចទៅងាស់ឆាប់ផុយហើយយើងស្រួលញ៉ាំផងបងប្អូនមានកញ្ចក់ជើងដូចនៅខ្មែរវិញអូយកាន់តែឆ្ងាញ់ទៀតតែខ្ញុំនៅនេះអត់មានទេបងប្អូនអើយនិយាយពីបបរជើងជ្រូកកាលនៅពីក្មេងគឺខ្ញុំចូលចិត្តញ៉ាំបងប្អូនតែមកនេះដល់បបាក់ទិញជើងជ្រូកពេកក៏ដែលសើបានធ្វើញ៉ាំសោះហើយបបរជើងជ្រូកនេះវិញគឺខ្ញុំធ្វើលើកទី1បងប្អូនជើងជ្រូកហ្នឹងគឺខ្ញុំស្រោះវាលាងវាឲ្យស្អាតម្សាសិនមិនយើងយកវាមកងាស់ហេតុអាចខ្វះបានទេឆេភៅបកាក្រៀមដាក់ងាស់ចូលមកទៅបងប្អូនបន្ទាប់មកខ្ញុំចាប់ផ្ដើមមកដាក់ឆាអង្គរបស់យើងខ្ញុំកំពុងខ្ទឹមហើយបកាក្រៀមហ្នឹងខ្ញុំយកវាមកលីងជាមួយនឹងខ្ទឹមសឲ្យឈ្ងុយបន្ទាប់មកខ្ញុំដាក់អង្គដែលយើងលាងវាឲ្យស្អាតនឹងចូលទៅហើយយើងឆាវាចុះឡើងតទៅវាស្រស់ទឹកធ្វើអញ្ចឹងគឺបបរយើងអត់រីកខ្លាំងទេហើយឈ្ងុយឆ្ងាញ់ជាងអត់ឆាមែនតើនិយាយទៅបបរគ្រឿងខ្ញុំអត់ដែរចោលឆាអង្គហ្មងណាបន្ទាប់មកខ្ញុំចាក់អង្គនឹងចូលទៅក្នុងទឹកស៊ុបរបស់យើងហើយយើងងាស់ទៅតតែរីកអង្គនិយាយទៅអត់សូវខុសគ្នាពីបបរមាន់ម៉ានេះបងប្អូនគ្រាន់តែថារសជាតិរៀងប្លែកដែរពេលដែលយើងប្រើជើងជ្រូកមើលទៅអង្គរៀងរីកហើយខ្ញុំថែមការ៉ុតចូលបន្តិចការ៉ុតនឹងធ្វើឲ្យបបរយើងមានជាតិផ្អែមចេញពីបន្លែមកឆ្ងាញ់មែនតើខ្ញុំអត់ដែរចោលទេបន្ទាប់មកខ្ញុំមានដាក់សាច់ជ្រូក3ជាន់ចូលទៅហើយសាច់ច្រាំខ្ញុំសល់បន្តិចនឹងខ្ញុំក៏ដាក់ចូលដែរបងប្អូនមុននឹងចាក់ចូលទៅក្នុងឆ្នាំងហ្មងគឺខ្ញុំយកវាមកកូរអញ្ចឹងសិនដើម្បីឲ្យវារីល្អព្រោះបើយើងចាក់ចូលទៅទាំងអស់ហ្មងគឺវាឡើងដុំបងប្អូនហើយយើងងាស់តទាំងអង្គយើងរីកល្អទៅយើងថែមគ្រឿងទេសចូលមានអីច្រើនទេបងប្អូនម្សៅស៊ុបខ្នុរអំបិលស្ករទឹកត្រីលក់មើលតាមចំណង់ចំណូលចិត្តអញ្ចឹងណាខ្ញុំមកដាក់វាឲ្យដិតពេកទេសុខចិត្តយើងថែមទឹកត្រីថែមអីតាមក្រោយវិញហើយខ្ញុំតាំងពីស្គាល់កន្លែងលក់ឈាមនឹងមកគឺថាបបរកាទៀវអីអត់ដែរចោលទេចុងបញ្ចប់យើងថែមបន្លែរបស់យើងមានខ្ទឹមបារាំងមានផ្សិតទុកទៅមកពុះទៅគឺរួចរាល់ហើយបងប្អូនចុងបញ្ចប់យើងថែមមួយស្លឹកខ្ទឹមបន្តិចមកមានសណ្តែកបណ្ដោះមានជីទុកសម្រាប់រោយពីលើខ្ញុំសរសាច់ជ្រូក3ជាន់បន្តិចហ្នឹងក៏យកមកហាន់វាដុំទុកដាក់ពីលើផងដែរតែធម្មតាបងប្អូនបាច់ដាក់ក៏បានដែរព្រោះអីជើងជ្រូកយើងគឺមានសាច់ច្រើនស្រាប់ហើយបបរថាបបរតន្តិចទេចុះឡើងមួយឆ្នាំងធំហ្មងបងប្អូនហើយខ្ញុំ2នាក់ឲ្យញ៉ាំឡើងអស់លេងនិយាយទៅសរសើរខ្លួនឯងហ្មងណាហើយបើនាងខ្ញុំវិញបបរមួយចាននឹងទៅសណ្តែកបណ្ដោះនឹងចង់កន្លះគីឡូហើយជួយចិត្តសណ្តែកមែនតើបើពីក្មេងអត់ចេះញ៉ាំសោះដល់ឥឡូវបើអត់សណ្តែកគឺថាអត់ញ៉ាំបបរទេកាលខ្ញុំនៅក្មេងនៅចិត្តផ្ទះខ្ញុំក៏មានគេលក់បបរជើងជ្រូកដែរបងប្អូនចាំបានថាគេមានលីងមួយបាញ់កាញ់ទៀតតែខ្ញុំនៅនេះអត់មានអញ្ចឹងញ៉ាំតែប៉ុណ្្នឹងឯងទៅញ៉ាំហើយពីម្សោះម៉ាញ៉េវីដេអូនេះដល់ពេលកាត់ហ្នឹងគឺក្លៀនម្ដងទៀតហ្មងណាដោយសារតែសាច់ច្រើនមែនតើបបរមួយចាននេះគ្នា2នាក់បបរមួយឆ្នាំងអស់ដោយសារតែចានមួយគឺធំកន្លងបងប្អូនឃើញអញ្ចឹងមួយថ្ងៃនេះនៅខាងអាឡម៉ង់គឺថាខ្យល់ផងព្យុះផងអីផងអញ្ចឹងទៅបបរក្តៅហ្នឹងគឺឆ្ងាញ់មែនតើយើងថែមក្រូចឆ្មាតិចមកថែមម្រេចបន្តិចថែមម្ទេសបន្តិចមកអូយបងប្អូនអើយហត់ឡើងបែកញើសខ្ចាយហ្មងណាបបរហ្នឹងបងម៉ៃក៏ចូលចិត្តដែរគាត់ថាធម្មតាញ៉ាំតែសាច់មាន់ថ្ងៃនេះបបរជើងជ្រូកចានធំជាងមុខទៀតចានៅនេះមួយថ្ងៃនេះខ្យល់របៀបព្យុះបងប្អូនខ្យល់ខ្លាំងភ្លៀងរហូតអញ្ចឹងទៅនៅឃើញឃ្លានបបរហើយបងប្អូនខមមិនថាឃើញតែបបរមាន់បបរត្រីអត់ដែរធ្វើបបរជើងជ្រូកសោះបាន idea ធ្វើសាក់មើលឥឡូវគ្រាន់តែឃើញសក់ទឹកមាត់បងម៉ៃអត់ហ៊ានដាក់ម្ទេសទេបងប្អូនខ្លាចហោះទៅស្រុកខ្មែរបានបបរសាច់ជ្រូកមិនដែរបងប្អូនអ្នកកំងឲ្យធ្វើឲ្យបងម៉ៃញ៉ាំម្ដងខ្លាចមានយ៉ាងដែរនេះគឺជាថ្មីញ៉ាំអស់អត់មួយចានធំហ្នឹងចាំមើលណែបងប្អូនបបរបងម៉ៃឡើងសស្គូសមកបបរខ្ញុំណាដាក់ឡើងកាត់ត្រង់យ៉ាំបបរម៉ូមែនបបរទេអានេះគេមិនต้องយ៉ាំអត់ចេះញ៉ាំស្បែកទេបងប្អូនបងម៉ៃហត់ឡើងអស់លេងហើយលឿនណាខ្ញុំណែនៅសល់ពេញចានដល់ហើយបងម៉ៃអស់អត់ជឿមែនអត់ស្នឹងអត់តែឡើងតែនិយាយច្រើនពេក